លើកនេះខ្ញុំសាកល្បងមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាហេតុអ្វីបានជាយើងមិនបានធ្វើការងារដែលយើងស្រឡាញ់ពួកខ្ញុំសង្កេតឃើញមនុស្សច្រើនដែរមិនមែនតិចច្រើនគួរសមដែរតែងតែរអ៊ូថាអ្វីដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងអាជីពដែលគាត់ធ្វើការងារដែលគាត់ធ្វើហ្នឹងវាមិនមែនជាការងារដែលគាត់ស្រឡាញ់ទេអញ្ចឹងវាធ្វើគាត់មិនអាចបញ្ចេញសក្តានុពលឲ្យខ្លួនឯងអស់ចឹងសួរត្រឡប់វិញថាហេតុអីបានមនុស្សយើងស្រឡាញ់ការងារនឹងបែរជាមិនបានធ្វើតែដល់ពេលបែរជាតែធ្វើការងារដែលជាខ្លួនឯងមិនសូវជាស្រឡាញ់វិញភាគច្រើនគឺគេថាដើម្បីវាដោយសារតែសេដ្ឋកិច្ចដើម្បីកាពះនិយាយទៅណាហើយខ្លះទៀតគាត់ថាដោយសារតែគ្មានជំរើសបានធ្វើបើមានជំរើសគាត់នឹងត្រឡប់ទៅធ្វើការងារដែលគាត់ស្រឡាញ់វិញព្រោះការងារដែលគាត់ស្រឡាញ់ធ្វើគាត់មានអារម្មណ៍ថាជីវិតរបស់គាត់មានន័យចឹងសួរថាហេតុអីតាមពិតបើសិនជាស្វែងយល់ឲ្យបានច្រើនមែនទែនយើងនឹងរកឃើញហេតុផលវាមិនជាពិបាកប្រហែលទេហេតុផលសំខាន់បំផុតរបស់មនុស្សយើងដែលខ្ញុំសង្កេតឃើញណាមិនខ្ញុំសង្កេតមកខ្ញុំរៀនទៅតាមទ្រឹស្ដីចឹងទៅហើយយកមកមើលជាក់ស្ដែងទៅឃើញថាវាពិតបានយកមកនិយាយហ្នឹងពិតវាមិនគ្រប់ការងារដែលយើងបានធ្វើរាល់ថ្ងៃហ្នឹងវាមិនមែនជាកាត់ចេញដោយសារយើងស្រឡាញ់ការងារហ្នឹងទេវាកាត់ចេញដោយសារយើងធ្វើការងារហ្នឹងកើតឲ្យល្អក្នុងកម្រិតរបស់យើងហ្នឹងយើងធ្វើកើតឲ្យល្អដែលនាំហេតុឲ្យយើងធ្វើការងារហ្នឹងហើយអាការងារដែលយើងស្រឡាញ់ហ្នឹងយើងធ្វើវាអត់កើតធ្វើអត់បានល្អអញ្ចឹងជាហេតុធ្វើឲ្យយើងអត់បានធ្វើការងារហ្នឹងទេព្រោះការងារជាទូទៅយើងច្រើនតែមិនមែនអត់មានឱកាសមនុស្សតែងតែមានឱកាសរហូតហ្នឹងតែពេលមានឱកាសហ្នឹងយើងអត់បានបង្ហាញឲ្យឃើញថាយើងធ្វើវាបានល្អទេដល់ពេលយើងអត់អាចធ្វើបានល្អយើងក៏ខ្វះការគ្រប់គ្រងដើម្បីបន្តទៅលើការងារនឹងទៀតអញ្ចឹងយើងត្រូវតែបោះបង់ការងារនឹងបើសិនយើងធ្វើការងារនឹងទៀតអត់មានការគ្រប់គ្រងអញ្ចឹងវាធ្វើឲ្យយើងមានបញ្ហាច្រើនយើងនឹងត្រឡប់ទៅធ្វើការងារទាំងឡាយណាដែលយើងធ្វើកើតព្រោះសង្គមមនុស្សទូទៅនឹងគេអត់ខ្វល់ថាយើងស្រឡាញ់ការងារយើងអត់ទេគេខ្វល់តែមួយតើការងារដែលយើងធ្វើចេញមកហ្នឹងគុណភាពទទួលយកបានអត់លទ្ធផលចេញមកទទួលយកបានអត់បើសិនជាទទួលយកបានគេ support យើងគេគ្រប់គ្រងយើងក្នុងការបន្តតែបើយើងធ្វើចេញមកមិនទទួលយកបានទេលទ្ធផលនោះគេមិនអាចទទួលយកបានទេគឺគេមិនគ្រប់គ្រងយើងទេឥឡូវឧទាហរណ៍មួយថាយើងចូលចិត្តច្រៀងតែយើងអត់បានខំប្រឹងបកខាត់ច្រៀងឲ្យប្រុសទេយើងចេះតែច្រៀងមុំអញ្ចឹងគេដំបូងគេចេះតែសាទរយើងអ្នកជុំវិញខ្លួនមិត្តភក្តិអបអាននេះប៉ុន្តែយូរទៅគេក៏ធុញទ្រាន់ក្នុងការគ្រប់គ្រងយើងដែរព្រោះដោយសារអីគេស្លាប់វាអត់ចូលទៅជាអញ្ចឹងយូរគេធុញហ្មងគេអត់ចង់ទេអញ្ចឹងយូរទៅយើងនឹងឈប់ច្រៀងដោយខ្លួនឯងដោយសារតែយើងខ្វះអ្នកគ្រប់គ្រងជំរុញឲ្យយើងបន្តការច្រៀងទៀតទៅការងារផ្សេងក៏ដូចគ្នាដែរអញ្ចឹងសួរមូលហេតុកំហុសឲ្យគេកំហុសនោះគឺកំហុសខ្លួនយើងរបៀបម៉េចមនុស្សយើងជាទូទៅអត់សូវប្រឹងប្រែងធ្វើការដែលយកចិត្តទុកដាក់ទេអាការងារដែលខ្លួនឯងស្រឡាញ់ហ្នឹងអត់បានយកចិត្តទុកដាក់ធ្វើវាឲ្យបានល្អបំផុតទេឬថាអានតែការងារខ្លួនឯងស្រឡាញ់ធ្វើវាគ្រាន់តែជាលក្ខណៈ hobby មានន័យថាដូចជាចំណូលចិត្តគ្រាន់តែជាការកម្សាន្តណាធ្វើការងារដែលខ្លួនឯងស្រឡាញ់ហ្នឹងធ្វើគ្រាន់តែជាការកម្សាន្តទេអត់បានដាក់ចិត្តដាក់កាយធ្វើវាមែនតើនេះដល់ពេលអញ្ចឹងលទ្ធផលចេញមកវាទាបខ្លាំងអញ្ចឹងធ្វើឲ្យខ្លួនឯងអត់អាចយកអាការងារដែលខ្លួនឯងស្រឡាញ់ហ្នឹងចាប់ជាអាជីពបានទេគឺច្រើនមែនតើអញ្ចឹងនៅក្នុងកន្លែងណាក៏ចឹងដែរខ្ញុំអាចយល់រឿងនេះថាខ្ញុំសង្កេតច្រើនថាហេតុអីបានឧទាហរណ៍ការងារខ្លះមួយចំនួនមិនគ្រប់គ្នាចូលចិត្តធ្វើឧទាហរណ៍សោះថាបុគ្គលិកអនាម័យចុះមនុស្សភាគច្រើនមានណាសូវចង់ធ្វើទេបើយើងគិតមើលកើតមកពីក្មេងមកគ្មានអ្នកណាដែលមានក្តីសម័យចង់ខ្លាចជាបុគ្គលិកអនាម័យទេមិនបានគាត់មកធ្វើបុគ្គលិកអនាម័យតែដល់ពេលយើងអាចទៅអង្គុយនិយាយមួយគាត់សួរពីដំណើរដើមតងការងាររបស់គាត់យល់ពីគាត់ដូចយើងនឹងថាក្រៅពីបុគ្គលិកអនាម័យហ្នឹងគាត់អត់អាចធ្វើបានទេការងារផ្សេងគឺគាត់ធ្វើអត់កើតទេធ្វើអត់បានល្អអីចឹងណាអត់អាចធ្វើឲ្យគេទុកចិត្តបានឬក៏គេអត់អាចទទួលយកបានតែដល់ផ្នែកអនាម័យហ្នឹងវាចឹងនិយាយអត់ត្រូវការស្តង់ដារខ្ពស់កម្រិតទទួលក៏ត្រូវប៉ុណ្ណឹងក៏ធ្វើបានចឹងគាត់ក៏ធ្វើចាប់អាជីពហ្នឹងធ្វើតទៀតទៅវារបៀបអញ្ចឹងធ្វើគាត់ខ្លាយចាប់អាជីពជាបុគ្គលិកអនាម័យបន្តទៅទៀតបានអីចឹងទៅមួយទៀតអ្នករបៀបថាឧទាហរណ៍មួយទៀតចុះដើរហិចាយត្រកតាមផ្លូវហ្នឹងសួរថាពីណាគេមានក្តីសម័យដើរកាន់បាវមួយដើរហិចាយអត់មានណាមានក្តីសម័យទេមនុស្សមានក្តីសម័យផ្សេងប៉ុណ្ណឹងប៉ុន្តែអត់ធ្លាក់មកដល់ហ្នឹងដល់ពេលយើងសង្កេតមើលដំណើរជីវិតគាត់សួរទៅបញ្ជាក់ថាតែពិតគាត់មិនតាំងពីទូចមកកើតមកគាត់ហិចាយចឹងទេគាត់មានការងារផ្សេងច្រើនហើយឱកាសការងារច្រើនទៀតតែដោយសារតែគាត់ចាប់អត់បានគាត់បានយកចិត្តទុកដាក់ផឹងផែងនៅក្នុងឱកាសហ្នឹងដល់យូរឱកាសហ្នឹងគាត់របូតអស់ទៅសមត្ថភាពក្នុងការចាប់ឱកាសកាន់តែតិចទៅគាត់ក៏មកចាប់អ្វីដែលគាត់អាចធ្វើបានគឺហិចាយហ្នឹងឯងវាស្រួលស្ពីតបេមួយចឹងទៅដើរខំផឹងហើសទៅ
ពេលខ្លះត្រូវការព្យាយាមប៉ុន្តែពេលខ្លះមិនមែនជាការព្យាយាមទេគឺជាគេថាការជំរុញតាមប្រភេទមិនធ្វើមិនបានមិនធ្វើដាច់ពោះអញ្ចឹងទោះបីជាគាត់ខ្ជិលមិនខ្ជិលក៏គាត់ត្រូវតែរើសដែរបើមិនរើសគឺដាច់បាយអញ្ចឹងគាត់ព្យាយាមរើសទៅធ្វើគាត់អាចចិញ្ចឹមជីវិតជាមួយនឹងអាជីពនឹងបានទៅអាហ្នឹងអញ្ចឹងដល់ពេលយើងសង្កេតឃើញច្រើនមិនយើងដឹងអូយខ្លះទៀតមិនមែនឱកាសការងារផ្សេងអត់ផ្ដល់ឲ្យដូចគ្នាប៉ុន្តែគាត់ថាអត់ចាប់អត់បានឥឡូវឧទាហរណ៍ដូចពីក្មេងអញ្ចឹងយើងចង់ធ្វើកិច្ចការធំចង់តែដល់ពេលចូលរៀនយូរទៅយើងនៅណាយើងធុញទ្រាន់មួយការរៀនឃើញអត់អ្នកខ្លះក៏បោះបង់ការសិក្សានឹងចោលទៅអាហ្នឹងគេហៅថាបោះបង់ឱកាសរីកចម្រើនអញ្ចឹងទៅដល់ពេលអត់មានចំណេះវិជ្ជាអត់មានចំណេះហ្នឹងក៏មិនអាចធ្វើកិច្ចការតាមក្តីសម័យរបស់ខ្លួនឯងបានអញ្ចឹងទៅហើយត្រឡប់មកទៀតខ្លះទៀតហ៊ានចប់អីចឹងហើយដល់ចេញមកធ្វើការធ្វើងារឬក៏ចាប់អាជីវកម្មបែបក្រៅប្រព័ន្ធអីណាគេហៅរបៀបfreelance ធ្វើការខ្លួនឯងរកស៊ីលក់ដូរអញ្ចឹងទៅគាត់ចង់បានចង់ធំដូចគេហ្នឹងតែគាត់ក៏ដឹងដែរអ្វីដែលគេប្រាប់ថាដើម្បីយើងអាចធ្វើកិច្ចការបានធំយើងត្រូវតែមានសមត្ថភាពយើងត្រូវមានចំណេះវិជ្ជាច្រើនអញ្ចឹងយើងត្រូវរៀនបន្ថែមច្រើនយើងត្រូវអានទៅអីចឹងទៅតែគាត់ខ្ជិលអត់ចង់ធ្វើការអភិវឌ្ឍខ្លួនឯងដើម្បីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅធ្វើការងារដែលជាក្តីសម័យរបស់ខ្លួនឯងគាត់ខ្ជិលក្នុងការអភិវឌ្ឍខ្លួនអញ្ចឹងគាត់អត់អាចធ្វើការងារនឹងបានអញ្ចឹងគឺគាត់បង្ខំចិត្តត្រូវតែធ្វើការងារបច្ចុប្បន្នរបស់គាត់ដដែលនឹងទៅជាមួយស្ថានភាពដែលវាអត់មានសម្ពាធជាមួយគាត់ធ្វើលេងផលិតផលមិនជាពេញចិត្តទេតែអត់ជំរើសគាត់បន្តធ្វើអញ្ចឹងទៀតទៅចឹងសរុបមកវិញអ្វីដែលខ្ញុំចង់ប្រាប់ថាប្រសិនបើយើងចង់ធ្វើការងារមួយអ្វីដែលសំខាន់បំផុតជាមួយយើងគឺព្យាយាមធ្វើការងារនោះឲ្យបានល្អបំផុតមានន័យថាអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យគ្រប់គ្រាន់សមស្របជាមួយនឹងការងារដែលយើងស្រឡាញ់ពេលនោះការងារហ្នឹងនឹងអនុញ្ញាតឲ្យយើងបានធ្វើឯងផ្ទុយវិញបើសិនបើយើងអត់បានអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យគ្រប់គ្រាន់ស្របទៅនឹងទំហំការងារហ្នឹងទេយើងអត់អាចក្តាប់ការងារនឹងបានទេពេលខ្លះយើងសឹងតែគ្មានឱកាសបានសាកល្បងផងពេលខ្លះទៀតទោះមានឱកាសបានសាកល្បងក៏យើងនឹងរបូតចេញពីការងារនឹងដល់ខ្លួនឯងដែរព្រោះតែស្អីយើងអត់អាចធ្វើការងារនឹងកើតគ្មានអ្នកណាគ្រប់គ្រងយើងជាមនុស្សម្នាក់ដែលធ្វើការងារនឹងអត់កើតបានទេគេមិនអាចទ្រាំគ្រប់គ្រងយើងដែលធ្វើការជាមួយនឹងលទ្ធផលអន់នឹងកើតទេអញ្ចឹងអ្វីយើងត្រូវធ្វើគឺព្យាយាមអភិវឌ្ឍខ្លួនឯងអញ្ចឹងដើម្បីកុំឲ្យស្ដាយក្រោយគឺចាប់ពីថ្ងៃហ្នឹងទៅនៅពេលដែលបានស្ដាប់ការបញ្យល់នឹងហើយគឺត្រូវតែភ្ញាក់លើកឡើងវិញស្រឡាញ់អីពេញចិត្តអីព្យាយាមធ្វើវាឲ្យបានល្អបំផុតកាលណាតែយើងធ្វើបានល្អបំផុតណាមនុស្សទូទៅនឹងគ្រប់គ្រងយើងធ្វើកិច្ចការនឹងព្រោះដោយសារអីយើងធ្វើបានល្អបំផុតយើងនឹងបង្កើតជាប្រយោជន៍ចាញ់ពីអ្វីដែលយើងធ្វើហ្នឹងទៅមនុស្សជាច្រើនអញ្ចឹងមនុស្សជាច្រើនទៀតនឹងគ្រប់គ្រងនឹងហើយយើងក៏អាចចាប់អាជីពក្នុងផ្នែកហ្នឹងបានដែរបានជាសង្ឃឹមថាការបញ្យល់ហ្នឹងជួយបង្ហាញផ្លូវបន្ថែមដល់បងប្អូនទាំងគ្នាសូមអរគុណ